សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្តីពីអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី19ខែមករាឆ្នាំ2026អត្រាផ្លូវការ4027រៀលក្នុង1ដុល្លារអាមេរិក1ដុល្លារអូស្ត្រាលីទិញចូល2699រៀលលក់ចេញ2726រៀល1ដុល្លារកាណាដាទិញចូល2898រៀលលក់ចេញ2927រៀល1ហ្វ្រង់ស្វីសទិញចូល5018រៀលលក់ចេញ5068រៀល1យួនចិនទិញចូល578រៀលលក់ចេញ584រៀល1អឺរ៉ូទិញចូល4676រៀលលក់ចេញ4723រៀល1ផានអង់គ្លេសទិញចូល5393រៀលលក់ចេញ5447រៀល1ដុល្លារហុងកុងទិញចូល516រៀលលក់ចេញ521រៀល100វ៉ុនកូរ៉េទិញចូល274រៀលលក់ចេញ276រៀល1000ដុងវៀតណាមទិញចូល153រៀលលក់ចេញ155រៀលអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី19ខែមករាឆ្នាំ2026ដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះសូមអរគុណ